អ្នកខ្លះចូលចិត្តស្ពាយរឿងអតីតកាលរឿងដែលកន្លងហួសទៅហើយដេកស្ដាយក្រោយដេកអោបរហូតមិនព្រមយកវាទៅកប់ចោលទេហើយអ្នកខ្លះទៀតចូលចិត្តគិតច្រើនដេកភ័យស្រមើស្រមៃបង្កើតរឿងមកបន្លាចខ្លួនឯងតាមពិតទៅរឿងនោះមិនទាំងទាន់កើតឡើងផងបើតែយ៉ាងនេះយូរទៅចិត្តអ្នកកាន់តែស្មុគស្មាញទៅដោយសារតែមិនព្រមបោះចោលខ្លះប្រឹងដើរប្រមូលសម្រាមបន្ថែមរាល់ថ្ងៃរឿងអីថាមិនលំបាកដើម្បីបានសេចក្តីសុខកុំឲ្យស្មុគស្មាញច្រើនទាល់តែរៀនកាត់ខ្លះរៀនបោះចោលខ្លះរៀនព្រមខ្លះនិងរៀនប្រឈមមុខចំពោះការពិតខ្លះទោះបីរឿងល្អរឿងមិនល្អក៏ប្រឹងដោះស្រាយទៅកុំស្មុគស្មាញពេកជីវិតគ្មានសេរីទេស្មុគស្មាញច្រើនជីវិតមិនសូវបានសុខទេពេលខ្លះយើងមិនដឹងរឿងគេទាំងស្រុងយើងបញ្ញាប់កាត់សេចក្តីវិនិច្ឆ័យទៅការសម្រេចចិត្តរបស់យើងពាក្យសម្ដីរបស់យើងវាទៅជាខុសទៅវិញអញ្ចឹងបាននៅក្នុងធម៌ពុទ្ធឲ្យយើងពិចារណាមុននឹងសម្រេចចិត្តសរសើរឬក៏និន្ទាបុគ្គលណាមួយរហូតដល់ព្រះអង្គសម្ដែងថាបើសរសើរមនុស្សខុសយើងអ្នកសរសើរនេះធ្លាក់នរកដូចគេច្រើនទម្លាក់អញ្ចឹងហើយបើនិន្ទាមនុស្សខុសក៏ធ្លាក់នរកដូចគេច្រើនទម្លាក់ដែរអញ្ចឹងត្រូវការសង្កេតពិនិត្យពិចារណាមើលថាវាសំរុំវាត្រឹមត្រូវប្រើសមត្ថភាពបញ្ញាស្មារតីគូក្បាលរបស់យើងកុំឲ្យគ្រាន់តែគេបង្ហាញអីតិចយើងលួងតាមគេអញ្ចឹងយើងបាត់បង់សមត្ថភាពគិតពិចារណាចិន្តមយបញ្ញាកើតដោយការត្រេះរិះពិចារណាហ្នឹងយើងមានតែសុតមយបញ្ញាកើតពីការស្ដាប់ប៉ុន្តែស្ដាប់ខុសទៅទៀតតែអញ្ចឹងវាធ្វើឲ្យយើងសម្រេចចិត្តខុសដោយសារយើងខ្វះបញ្ញាថ្នាក់ពិចារណាហ្នឹងឯងអញ្ចឹងយើងប្រយ័ត្នប្រយែងកុំឲ្យយើងគ្រាន់តែឃើញអីតិចយើងប្រតិកម្មទៅលឿនពេកដោយមិនបានស្វែងរកព័ត៌មានស្វែងរកហេតុផលឲ្យបានត្រឹមត្រូវការសម្រេចចិត្តរបស់យើងនឹងវាទៅជាមានទោសមកលើខ្លួនយើងទៅវិញបើយើងចង់និយាយក៏រៀបចំចិត្តគំនិតដែរព្រះអង្គសម្ដែងប្រាប់ភិក្ខុសង្ឃឲ្យនិយាយមើលកលៈទេសៈឲ្យនិយាយប្រកបដោយបញ្ញានិយាយប្រកបដោយទឹកចិត្តមេត្តាមិនមានបំណងធ្វើឲ្យគេក្តៅក្រហាយឈឺចាប់អីទេយើងនិយាយកែតម្រូវក៏ចង់ឲ្យបុគ្គលនឹងបានល្អសុទ្ធតែជាមិត្តរួមជាតិរួមកើតរួមចាស់រួមឈឺរួមស្លាប់ទាំងអស់គ្នាសុទ្ធតែជាអ្នកមានទុក្ខទាំងអស់គ្នាសុទ្ធតែជាអ្នកប្រាថ្នាសុខទាំងអស់គ្នាអត់មានអ្នកណាមួយចង់បានទុក្ខមកដាក់ខ្លួនទេហើយវាគួរឲ្យអាណិតណាស់ដែលយើងទាំងអស់គ្នាសុទ្ធតែហែលក្នុងសមុទ្រទុក្ខគ្រប់គ្នាទាំងអស់ចុងក្រោយយើងលះបង់កាយស្លាប់ចោលរូបរាងកាយចោលឆ្អឹងនៅលើផែនដីនេះដូចគ្នាទៅអត់មានអ្នកណាអមតៈទេអញ្ចឹងសិតតែជាអ្នកមានទុក្ខរៀងខ្លួនទៅអញ្ចឹងយើងប្រើប្រាស់ពាក្យសម្ដីកាយវិការចិត្តគំនិតហ្នឹងដើម្បីស្រោចស្រង់ខ្លួនយើងឲ្យបានរួចផុតពីទុក្ខផងដើម្បីជួយសង្គ្រោះអ្នកដទៃដែលគេមានទុក្ខហ្នឹងជួយណែនាំបង្ហាញផ្លូវឲ្យគេរួចផុតពីទុក្ខមានទោសមានកំហុសមានការលំបាកយ៉ាងណាយើងជួយសង្គ្រោះដោយមេត្តាករុណាអញ្ចឹងយើងអ្នកជួយនិយាយស្ដីឬក៏
ប្រើប្រាស់ថាវិការកម្លាំងកាយកម្លាំងចិត្តនោះគឺយើងបានបន់ដែរដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គឃើញមនុស្សក្នុងលោកមានទុក្ខព្រះអង្គប្រើវាចារបស់ព្រះអង្គដើម្បីបង្ហាញផ្លូវឲ្យរួចផុតពីទុក្ខអញ្ចឹងពាក្យសម្ដីរបស់ព្រះអង្គមានតម្លៃគេកត់ត្រារាប់ពាន់ឆ្នាំមកហើយក៏គេនៅតែគោរពប្រណិប័តថ្វាយបង្គំហើយព្រះពុទ្ធមិនបានទៅធ្វើសាលាធ្វើពហិអីទេប៉ុន្តែអវាទរបស់ព្រះអង្គនឹងឯងបានជួយស្រោចស្រង់មនុស្សឲ្យរួចផុតពីទុក្ខច្រើនអញ្ចឹងយើងរៀនប្រើប្រាស់សម្ដីឲ្យមានប្រយោជន៍រៀនពិចារណាដោយបញ្ញាពិនិត្យវិច័យឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងប្រតិកម្មមុននឹងសម្រេចចិត្តពីព្រោះវាអាចធ្វើឲ្យការសម្រេចចិត្តរបស់យើងខុសនាំឲ្យមានវិបដិសារីមកឲ្យមានទោសហើយនាំឲ្យមានបាបទៅទៀតផងបើយើងសរសើរឬក៏នន្ទាខុសមនុស្សហ្នឹងខ្លាចគេថាអ្នកខ្លះខ្លាចគេថាពេករហូតដល់ថ្នាក់រួញខ្លួនរួញគំនិតមិនហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្តរស់នៅដើម្បីតម្រូវតែចិត្តគេរហូតជួនកាលគេមិនទាំងបានគិតអីពីយើងផងគេក៏ខ្លាចដូចតែយើងដែរយូរទៅនាំគ្នារស់ទាំងភ័យខ្លាចគ្នាទៅវិញទៅមកយើងមិនអាចតម្រូវចិត្តគេបានគ្រប់គ្នាទេបើអ្នកគិតថាល្អហើយមានប្រយោជន៍ហើយធ្វើទៅធ្វើឲ្យអស់ពីចិត្តពីថ្លើមឲ្យបានសម្រេចជោគជ័យហើយប្រាប់គេថាអ្វីដែលអ្នកគិតគឺពិតជាត្រឹមត្រូវមិនមែនថាមិនឲ្យស្ដាប់យោបល់គេទេស្ដាប់ចុះតែពិចារណាផងបើគេឲ្យយោបល់ដើម្បីឲ្យអ្នកបានចម្រើនទទួលយកចុះហើយអរគុណគេផងតែបើគ្រាន់តែជាពាក្យបញ្ឈឺឌឺដងទេកុំយកមកទុកក្នុងខួរក្បាលអីបោះចោលទៅហើយត្រូវប្រឹងប្រែងរហូតបានសម្រេចអ្នកនឹងក្លាយជាមនុស្សរឹងមាំមិនថិតក្រោមសម្ពាធអ្នកដទៃទេសូមកុំឲ្យអ្នកដទៃមកគូសវាសជោគវាសនាឲ្យអ្នកឡើយត្រូវប្រឹងឈរដោយខ្លួនឯងសាងសមត្ថភាពនិងគុណធម៌ហើយធ្វើដំណើរទៅមុខដោយភាពស្វាហាប់នៅកន្លែងមួយទោះជារដ្ឋក្តីឯកជននិងក្តីវត្តអារាមក្តីដូចថាយើងសាមគ្គីគ្នាទៅស្រឡាញ់គ្នាទៅធ្វើការមួយគ្នាទៅយើងថាស្រួលប៉ុន្តែពេលអនុវត្តជាក់ស្ដែងវាពិបាកនឹងហៅមនុស្សឲ្យផ្សះផ្សារួបរួមផឹងផែងពីព្រោះវាត្រូវការមានធម៌ដែលជាទឹកសាធ្វើឲ្យរស់នៅធ្វើការមួយគ្នាកើតដែលពុទ្ធលោកហៅថាសារនីយធម៌មាន6មួយមេត្តាកាយកម្មដោយថាការធ្វើការងារហ្នឹងក៏ប្រកបដោយមេត្តាដែរជួយគ្នាមិនយករួចទៅខ្លួនទេហើយមេត្តាវិជ័យកម្មនិយាយពីរោះពិសាដាក់គ្នាទាំងចំពោះមុខទាំងកម្បាំងមុខព្រះអង្គសម្ដែងយ៉ាងទៀតប៉ុន្តែយើងថ្ងៃដូចទីជឿចិត្តនិយាយពីរោះនៅមុខខាងក្រោយនិយាយអក្រក់ដាក់គ្នាចឹងតែអញ្ចឹងវាអត់អាចសាមគ្គីគ្នាទៅកើតទេវាត្រូវមានមុខតែមួយស្រឡាញ់គ្នាទៅចំពោះមុខទាំងកម្បាំងមុខ
នឹងមេត្តាមនោកម្មចិត្តគំនិតគិតពីគ្នាហ្នឹងក៏អត់មានចំណែនស្អប់គុំគួនដែរហើយសាធារណភោគីចេះចែកម្លែងមិនយកតែម្នាក់ឯងទេបើគេបានសុខដែរមួយទៀតនោះជាអ្នកដែលមានសិលធម៌រស់នៅនឹងប្រហាក់ប្រហែលគ្នាយើងរងថ្ងៃដូចថាមានក្រមសិលធម៌ការងារស្តង់ដារការអនុវត្តនឹងប្រហាក់ប្រហែលគ្នាបើខុសគ្នាបើពិបាករស់នៅមួយគ្នាមិនអាចសាមគ្គីជាមួយគ្នាហើយនឹងមួយទៀតទិដ្ឋិសាមញ្ញតាចិត្តគំនិតនឹងក៏ប្រហាក់ប្រហែលគ្នាមិនមានអ្នកចង់តែឈ្នះចង់តែប្រកបប្រទាញយកមកទៅត្រូវខ្លួនឯងអញ្ចឹងវាតលថាសមាជិកក្នុងស្ថាប័នហ្នឹងរៀនមានចិត្តមេត្តារៀនចែករំលែករៀនរស់នៅប្រកបដោយសិលធម៌ហើយព្រះអង្គសម្ដែងថាទាំងចំពោះមុខទាំងកំបាំងមុខទើបកន្លែងហ្នឹងបានសុខទើបបានចម្រើនទើបនាំឲ្យមានសាមគ្គីហើយនាំឲ្យចេះគោរពគ្នានាំឲ្យបានសេចក្តីសុខនឹករលឹកគ្នាទៅវិញទៅមកឲ្យចិត្តមេត្តាហើយបើយើងគាត់ថាមករួបរวมគ្នាសាមគ្គីទេប៉ុន្តែយើងអត់មានធម៌នៅក្នុងខ្លួនរបស់សមាជិកនៅក្នុងនឹងអានឹងអត់អាចសាមគ្គីគ្នាទៅបានទេយើងតើថាយើងម្នាក់ហ៊ានអប់រំខ្លួនឯងរៀនទម្លាក់ស្មិមានអ្នកខ្លួនឯងរៀនដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងផងដល់ក្រុមការងារផងហើយដូចថារៀនសម្របសម្រួលសម្របខ្លួនខ្លះដាក់ខ្លួនខ្លះហើយគេក៏ដាក់ខ្លះហ្នឹងទើបអាចរស់នៅជាមួយគ្នាបានសុខហើយធ្វើការងារជាមួយគ្នាទៅមុខបានចម្រើនចិត្តរបស់យើងនឹងដូចវ៉ានងវ៉ាតឡាចវាជួយចិត្តតតោងឡើងវាតោងអារម្មណ៍ហើយវាអត់ចេះប្រកាន់អារម្មណ៍ខាងក្រៅនឹងល្អខកឲ្យវាចេះតែចាប់ហើយបើក្នុងចិត្តនឹងវាសម្បូរភាពសៅមងផងវាជួយចិត្តចាប់ឬក៏ចងចាំរឿងខកឬមួម៉ៅក្តៅក្រហាយអីឆាប់ចងចាំជាប់នៅក្នុងចិត្តអញ្ចឹងបើឧទាហរណ៍ថាបុគ្គលនឹងមិនបានអប់រំមិនបានមានសតិស្មារតីជួយទាញចិត្តឲ្យមកគិតរឿងល្អទេអានឹងជីវិតនឹងក្តៅក្រហល់ក្រហាយវាអោបកសោបទៅរឿងមួម៉ៅនឹងនៅក្នុងចិត្តនឹងរហូតទៅជាងដេកអោបភ្លើងក្តៅក្រហាយរហូតអញ្ចឹងតើតែយើងហ៊ានទាញចិត្តនឹងឲ្យមកនឹករកអារម្មណ៍ដែលនាំឲ្យកើតចិត្តជ្រះថ្លាឧទាហរណ៍ថានឹកដល់ពុកនឹកដល់ម្ដាយនឹកដល់បុណ្យកុសលអំពើល្អនឹកដល់ទាននឹកដល់សិលដែលយើងបានរក្សាហើយនឹកដល់គុណពុទ្ធពធប្រសង្ឃនឹកដល់អារម្មណ៍ណាដែលធ្វើឲ្យចិត្តនឹងជ្រះថ្លារីករាយស្រាលហើយចាក់ឆ្ងាយអំពីរឿងមួម៉ៅក្តៅក្រហាយទាំងអស់នឹងចេញវាចិត្តរបស់យើងនឹងវាច្បាស់លាស់ណាវាបើបុណ្យនៅបាបចេញហើយបើបាបចូលមកបុណ្យវារត់ចេញហ្មងអាភាពមួម៉ៅសៅមងនៅអាការរីករាយនឹងអត់នៅជាមួយយើងទេហើយបើយើងមានបញ្ញាស្មារតីអាចដូចថាទប់ស្កាត់ខ្លះនៅអកុសលដែលកើតនៅក្នុងចិត្តនឹងដោយកម្លាំងនៃសតិបញ្ញាមួយយើងទប់ទល់នឹងអារម្មណ៍ខាងក្រៅដូចថាក្នុង Facebook គេជេរគេបចោកឬក៏រឿងរ៉ាវសៅមងអីទាំងអស់ដែលគេជេរទៅបង្ហោះដូចថារឿងសម្រាមអញ្ចឹងចាស់រឿងដែលមិន
អត់មានប្រយោជន៍សោះហើយយើងចេះតែទៅតាមដានអានឹងស្មើនឹងចិត្តរបស់យើងคล้ายទៅជារុយចូលចិត្តហាត់លិមួកហ្នឹងហើយបើតើយើងរៀនដូរចិត្តហ្នឹងឲ្យវាទៅជាខ្មុំចូលចិត្តហាត់ផ្កាវិញផ្កាហ្នឹងបានដល់អារម្មណ៍នាំឲ្យចិត្តហ្នឹងវាផុតស្រឡះពីអកុសលទៅថាស្ដាប់ធម៌ឧទាហរណ៍ថាមើលអត្ថបទអប់រំផ្លូវចិត្តវាធ្វើឲ្យចិត្តហ្នឹងវាស្រឡះពីគ្រឿងសៅហ្មងហ្នឹងទៅអារម្មណ៍ហ្នឹងអាចទាញយើងឲ្យទៅក្នុងរឿងអកុសលក៏បានអារម្មណ៍ទាញយើងឲ្យទៅកើតរឿងកុសលក៏បានព្រោះថានឹកដល់គុណពុទ្ធចុះពុទ្ធធម៌ព្រះអង្គត្រាស់ដឹងឲ្យព្រះអង្គលែងមានទុក្ខទៀតហើយនឹងនឹកដល់គុណព្រះអង្គយើងជ្រះថ្លានឹងព្រះអង្គយើងបាត់អាភាពសៅហ្មងនឹងអូតូម៉ាទិកតែអញ្ចឹងតើយើងប្រយ័ត្នប្រយែងរៀនទាញចិត្តឲ្យមកតោងយកអារម្មណ៍ណាដែលកើតសេចក្តីជ្រះថ្លាឲ្យច្រើនជាងដេកដួលទៅតាមរឿងរ៉ាវដែលធ្វើឲ្យយើងក្តៅក្រហាយអានឹងទើបចិត្តរបស់យើងមិនសូវកើតទុក្ខខ្លាំងហើយមួយទៀតគឺយើងហ៊ានពយល់ចិត្តយើងធ្វើម៉េចឲ្យលះបង់អាគ្រឿងសៅហ្មងខាងក្នុងឧទាហរណ៍ចំណែនគេចឹងថាគុំចំណែនអីនឹងបនគេទេខឹងអន់ចិត្តអីអានឹងសើភ្លើងចឹងបើអន់ចិត្តអីទិញទួចអីបានហើយទាញចិត្តឲ្យមកស្ថិតនៅក្នុងមុទិតាត្រេកអរនឹងគេមាននឹងគេបានផ្សាយមេត្តាឲ្យគេបានសុខបានចម្រើនអញ្ចឹងកុសលហ្នឹងមកជំនួសអកុសលនៅក្នុងចិត្តហ្នឹងអានឹងទើបចិត្តរបស់យើងវាអត់សូវមានព្រាយនៅពីព្រោះអកុសលមួម៉ៅក្តៅក្រហាយទាំងអស់សិតតែជាពូជពុកព្រាយ